ដោយសារខ្ញុំមានបទពិសោធន៍ខាងផ្លាកយីហោបាទបើវាតាក់ទងនឹងផ្លាកយីហោហើយនឹងបើសៃវៀនវាតាក់ទងនឹងសំណង់វាអត់ខុសគ្នាទេការមកវារត់មកទន្ទឹមគ្នាទេបាទព្រោះយើង print យើងអីមកអី design អីមកយើងចេះអស់ហើយខ្ញុំធានាឲ្យលោកគ្រូធានាឧទាហរណ៍ថាបើវាមានខូចនៅក្នុងការធានាណាខ្ញុំនឹងដេសងជូនវិញអញ្ចឹងសួរតាមត្រង់ពេលដែលក្លឹបផ្សេងៗដឹងលោកគ្រូដេមានក្លឹបណាឆានមកសុំបងលួយអត់ការធ្វើរិញមានការធ្វើរិញមានរំលោះទៀតធ្វើសៃវៀនមានមើលលោកគ្រូជួយរិញមួយប្រមាណខ្ញុំប្រាប់ថា 4000 ជាងអីលោកគ្រូបង 2000 នេះសិនបាននេះលោកគ្រូនិយាយបាទជំរាបសួរប្រិមិត្តដែលកំពុងតែតាមដានទស្សនានៅក្នុងកម្មវិធីគុណខ្មែរ Podcast នៅក្នុងកម្មវិធីគុណខ្មែរ Podcast ថ្ងៃនេះខ្ញុំនឹងលើកយកទៅដូចជាប្រធានបទមួយចំនួនទាក់ទងទៅនឹងវិស័យធ្វើឧបករណ៍លើសង្វៀនគុណខ្មែរឬក៏កង់ឬក៏ស៊ីបឬក៏ពីអីផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងវិស័យគុណខ្មែរកន្លងមកបងប្អូនធ្លាប់តែឃើញកីឡាករប្រកួតក៏ប៉ុន្តែបើយើងនិយាយអំពី accessory ដែលយើងថាឧបករណ៍ដែលពាក់ព័ន្ធនៅក្នុងវិស័យគុណខ្មែរបងប្អូនគិតថាជាទូទៅអាចកំងមកពីស្រុកគេអាចយកមកផ្ទះចិត្តខាងខ្មែរមិនអាចធ្វើបានទេក៏ប៉ុន្តែបងប្អូនទស្សនាកម្មវិធីនឹងហើយនឹងបានយល់ថាតើខ្មែរយើងពិតជាអាចធ្វើពីនៅលើសង្វៀនគ្រប់ស្ថានីយយកទៅកែស្រុកបានដោយដែលគេនិយាយមែនឬក៏យ៉ាងណាថ្ងៃនេះខ្ញុំបានអញ្ជើញបាទលោកគ្រូបាទឆាយប៊ុនថៃឬក៏ឆាយសុជាតិឡើងមកកម្មវិធីគុណខ្មែរ Podcast ដើម្បីឲ្យលោកគ្រូពន្យល់ក្បោះក្បាយតាក់ទងទៅនឹងការរៀបចំ accessory នៃឧបករណ៍សង្វៀនគុណខ្មែរនេះកុំឲ្យខាតពេលយូរជួបជាមួយនឹងលោកគ្រូដូចទៅបាទជំរាបសួរលោកគ្រូបាទលោកគ្រូជាដំបងចង់ឲ្យលោកគ្រូណែនាំឈ្មោះទូនាទីក៏ដូចជាជំនាញរបស់ផលលោកគ្រូទៅកាន់ពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនានៅពេលនេះលោកគ្រូបាទខ្ញុំបាទឈ្មោះឆាយប៊ុនថៃហៅនេះក្រៅហ្នឹងហៅឆាយសុជាតិបាទហើយជាមន្ត្រីអាជ្ញាកណ្ដាលរបស់សហព័ន្ធគុណខ្មែរផងដែរហើយក៏ជាអ្នកធ្វើសៃវៀនដំឡើងសៃវៀនតាមស្ថានីយ៍ផ្សេងឬមួយក៏នៅoutdoor គេហៅថានៅខាងក្រៅអីបាទមុននឹងខ្ញុំសួរតាក់ទងទៅនឹងការរៀបចំឧបករណ៍ជាទូទៅនៃសង្វៀនខ្ញុំចង់សួរអំពីជំនាញរបស់លោកគ្រូតាមខ្ញុំដឹងលោកគ្រូដូចជាមានក្លឹបប្រដាល់មួយទៀតលោកគ្រូក្រៅពីការរៀបចំដេកសង្វៀនគុណខ្មែរបាទខ្ញុំគឺជាម្ចាស់ក្លឹបរស្មីដូនពេញបាទស្ថិតនៅផ្លូវលេខ17ផ្ទះលេខ10ផ្សារចាស់យើងបាទធ្លាប់ស្ដាប់រស្មីភូមិគៀបខណ្ឌទាមែនចេះឥឡូវមានរស្មីដូនពេញមួយទៀតបាទការបើកក្លឹបនេះលោកគ្រូបើករយៈពេលប្រហែលឆ្នាំហើយលោកគ្រូចូល3ឆ្នាំនេះចូល3ឆ្នាំមកហើយកន្លងមកលោកគ្រូធ្លាប់ជាអ្នកបដាដែរឬក៏មិនខ្ញុំអត់ដែលបានឡើងប្រកួតទេក៏ប៉ុន្តែខ្ញុំធ្លាប់ហាត់បាទគ្រូរបស់ខ្ញុំហ្នឹងគឺលោកគ្រូមាសសុគ្រីបាទហើយសិស្សប្អូនហ្នឹងគឺមាននួនសូយ៉ាសេមថេនគឺជាសិតតែបងប្អូនមិត្តភក្តិទាំងអស់គ្នាហ្នឹងបាទលោកគ្រូខ្ញុំសូមសួរផ្ដោតតាក់ទងទៅនឹងរឿងកហាត់តិចកន្លងមកនៅពេលដែលគ្រូម្នាក់ដែលមិនមានបទពិសោធន៍បង្ហាត់ឬក៏ប្រកួតនៅលើសង្វៀនណាត្រូវបានអ្នកគ្រប់គ្រងមួយចំនួនដែលគាត់មិនសូវជាពេញចិត្តកីឡាករគាត់ហើយគាត់ត្រូវតែផ្សារភ្ជាប់ជាមួយគ្រូជាក់ស្ដែងដូចលោកគ្រូវុធីអីលោកគ្រូណាអីឲ្យតែគាត់មិនដែរហាត់អីណាឲ្យតែកីឡាករឡើងប្រកួតចេះចុកគាត់តែអើយគ្រូមិនដែរឡើងសង្វៀនផងប្រហាត់សិស្សមិនឡើងកូនរួចបាទនៅពេលដែលលោកគ្រូអត់ដែរឡើងប្រកួតសង្វៀនអញ្ចឹងលោកគ្រូមានក្លឹបខ្លួនឯងទៀតលោកគ្រូមានការព្រួយបារម្ភតាក់ទងទៅនឹងការរិះគន់របស់អ្នកគ្រប់គ្រងយើងមួយចំនួនទេបើតាមជាខ្ញុំដូចជាអត់មានអីត្រូវបញ្ហាជាមួយនឹងពួកគាត់ដែលរិះគន់ផងមិនខ្ញុំប្រឹងប្រែងក្លឹបខ្ញុំឲ្យដើរទៅមុខហើយកីឡាខ្ញុំវាយបានឈរទឹកឲ្យគេហើយទី1ដែលខ្ញុំធ្លាប់ដឹងពីក្បាច់គុណពេលហាត់ម៉ោងណាហាត់ទៀងម៉ោងហូបអីគ្រប់គ្រាន់ដើម្បីហាត់តែប៉ុណ្្នឹងទៅខ្ញុំអាចឲ្យសិស្សខ្ញុំប្រកួតបានហើយហើយពីភាពក្បាច់គុណយើងចាប់មើលខ្លះពីមុនមកដែលយើងធ្លាប់គ្រូយើងបានប្រាប់បានអីហ្នឹងបើយើងនិយាយបញ្ជាក់ពីមែនតែនទៅដូចនិយាយចឹងថាបើសិនយើងគិតពីឡើងប្រកួតហើយចុះបើអ្នកផ្សេងរៀនអីផ្សេងនោះដែលគាត់អត់បានដឹងថាចង់និយាយថាគាត់មិនមែនជំនាញអាហ្នឹងទេតែគាត់អាចប្រើមនុស្សជំនាញអាហ្នឹងឲ្យទៅធ្វើបានតាគាត់ជួយបានតាអត់មានគ្រូជំនួយបាទគ្រូជំនួយបានតាគាត់អត់គិតដល់ហ្នឹងផងអញ្ចឹងគាត់រិះគន់នេះក៏រឿងរបស់គាត់ទេខ្ញុំអត់ទៅ
បញ្ហាអីដែរតែសារយើងជួនកាលគាត់មើលឃើញរំលងកន្លែងហ្នឹងគាត់ថាបានមានមនសិការចង់ធ្វើអីមួយយើងត្រូវនៅពីក្រោយយើងមានអីរួចហើយយើងអាចយកគ្រូណាមួយយកគោលមកដើម្បីផ្ដើមចេញមកឲ្យហើយអញ្ចឹងបានយើងទៅបើកក្លឹបនឹងកើតបើយើងអត់មានអីទេយើងទៅបើកត្មងក៏វាអត់កើតដែរបាទលោកគ្រូនៅពេលដែលលោកគ្រូនៅជាមួយនឹងលោកគ្រូតាមេសុគ្រាលោកគ្រូគ្រាន់តែហាត់ធម្មតាឬក៏លោកគ្រូបានបង្ហាត់កាន់ស៊ីបកាន់សាក់ឲ្យកីឡាករនៅក្នុងក្លឹបលោកគ្រូគ្រីដែរពេលហ្នឹងបានទាំងអស់ខ្ញុំបានទាំងមានស្នាដៃច្រើនដែរនោះដែលដូចជាយើងកាន់ស៊ីបឲ្យទៅប្រកួតខ្សែក្រវ៉ាត់បាទដូចជាហ៊ុនជុនហេងកាលពីដើមគេហៅរាជសីចៅក្តៀបតែបានខ្សែក្រវ៉ាត់ហ្នឹងក៏ខ្ញុំមានរួមចំណែកជាមួយនឹងលោកគ្រូបាទដាក់ស៊ីបប្រឹងថែសាដើម្បីឲ្យវាយខ្សែក្រវ៉ាត់បានល្អបាទជាមួយនឹងមនវិរៈហ្នឹងគឺខ្ញុំនៅពីក្រោយនឹងជាប់មួយខែជាប់ហ្មងបាទចុះលោកគ្រូមូលហេតុអីបានជាពេលហ្នឹងលោកគ្រូអត់បានឡើងសង្វៀនដោយសារអាយុកាលយើងបាទអាយុកាលយើងមក24 25ឆ្នាំទៅហើយដែលយើងចូលដល់ស្រឡាញ់បដាលហ្នឹងបាទដល់ពេលអញ្ចឹងលោកគ្រូគិតថាយើងអាយុ20ជាងទៅហើយចោះតម្រាំតែយើងវឹកហាត់បាទយើងឡើងប្រកួតទៀតបាទតែលោកគ្រូខ្ញុំឃើញកីឡាករឥឡូវខ្លះអាយុ30ផងនៅវឹកហាត់ឡើងប្រកួតនោះបើ24ខ្ញុំមានកូនមួយទៅហើយបាទអញ្ចឹងហើយយើងអត់មានពេលទៅនេះទេដោយសារខ្ញុំការងារខ្ញុំរវល់ច្រើនបាទការងារខ្ញុំកាលនោះខ្ញុំធ្វើជាម្នាក់ម៉ៅការសំណងម៉ៅការអីចឹងខ្ញុំអត់មានពេលទៅនេះដិតដល់ទេបាទបើនិយាយពីចូលក្លឹបហាត់នោះគឺគ្រាន់តែការឆ្លៀតដូចជាហាត់សុខភាពទេបាទឆ្នាំណាដែរបានជាលោកគ្រូចាប់អារម្មណ៍ចាប់ផ្ដើមប្រឡូកនៅក្នុងវិស័យរៀបចំ accessory ឧបករណ៍ទូទៅនៃសង្វៀនការប្រកួតគុនខ្មែរលោកគ្រូបើចាប់ផ្ដើមត្មងគឺឆ្នាំ2019គិតឥឡូវប្រហែលជិត5ឆ្នាំបាទមូលហេតុអ្វីបានជាលោកគ្រូចាប់ផ្ដើមវិនិយោគជាមួយនឹង accessory ក្នុងវិស័យគុនខ្មែរនេះបើនិយាយចំទៅយើងគិតថាការងារផ្នែករបស់ខ្ញុំហ្នឹងវាគេហៅថាវាមានជាងច្រើនបាទការធ្វើផ្លាកយីហោការអីហ្នឹងទៅវាមានជាងច្រើនយើងពិបាកទីផ្សារក្រោយមកក៏ខ្ញុំបានជួបនឹងការងារហ្នឹងនៅក្នុងស្ថានីយ៍មួយអញ្ចឹងបាទក៏ខ្ញុំគិតថាអូកាលហ្នឹងនៅថោនលោកគ្រូណាបាទនៅថោនបាទគឺកម្មវិធីលោកគ្រូសុនលិនឬក៏លោកគ្រូរនគាត់អត់ឃើញនៅតួតំពងគ្រូហ៊ុនច័ន្ទរាជបាទគ្រូហ៊ុនច័ន្ទរាជបាទដែលគាត់បើកម្មវិធីមួយបានមកកម្មវិធីហ្នឹងទៅក៏គេស្គាល់ខ្ញុំតាមរយៈហ្នឹងមកក៏បានលោកគ្រូសនអេលីតបើនិយាយចឹងមែនតើណាអ្នកដែលជ្រងជ្រែងបំផុតនោះគឺគ្រូអេលីតហ្មងបាទទោះតែមានអីក៏ដោយមកពីណាក៏ដោយក៏តែងតែនឹកឃើញយើងព្រោះគាត់ស្គាល់ខ្ញុំយូរបាទដល់ចឹងទៅក៏គាត់ថាបើបងចេះអានឹងហើយបងធ្វើអានឹងឲ្យខ្ញុំមកកម្មវិធីចូលដល់កម្មវិធីរបស់លោកស្រីត្រីដាណាបាទលោកគ្រូដែរមានបទពិសោធន៍កន្លងមកទេក៏ប៉ុន្តែហេតុអ្វីបានលោកគ្រូហ៊ានខ្លួនឯងថាអាចនឹងធ្វើរៀបចំសង្វៀននឹងបានដោយសារខ្ញុំមានបទពិសោធន៍ខាងផ្លាកយីហោបាទបើវាតាក់ទងនឹងផ្លាកយីហោហើយនឹងបើសៃវៀនវាតាក់ទងនឹងសំណង់វាអត់ខុសគ្នាទេការមកវារត់មកទន្ទឹមគ្នាទេបាទព្រោះយើង print យើងអីមកអី design អីមកយើងចេះអស់ហើយអញ្ចឹងយើងមើលតែຂະຫນាតមើលតែវាស់វែងទៅយើងធ្វើបានហើយបាទអញ្ចឹងមានន័យថាលោកគ្រូកន្លងមកអត់ដែររៀបចំពីឬក៏សង្វៀនខ្សែពួរសង្វៀនឬក៏អាជ្រុងម្ខាងទេតែលោកគ្រូគ្រាន់តែដើរមើលគឺលោកគ្រូអាចធ្វើបានបាទអូជំនាញមែនយើងគ្រាន់តែកលេចទៅយើងដឹងថាអាហ្នឹងគេត្រូវប្រើមិនហីយើងអាចធ្វើបានហើយបាទតាមខ្ញុំចាំកន្លងមកសង្វៀនណាស្ថានីយ៍ហ្នឹងជាអ្នកធ្វើសឹងតែមិនថាប៉ុស្តិ៍លេខ3ប៉ុស្តិ៍លេខ5 CTN ប៉ុស្តិ៍បាយ័នទេភាគច្រើនគឺបុគ្គលិកហៅអ្នករៀបឆាកគេជាអ្នករៀបចំតែម្ដងប៉ុន្តែលោកគ្រូគិតថានៅពេលដែលលោកគ្រូដើរហ៊ានប្រឡូកនៅក្នុងវិស័យហ្នឹងលោកគ្រូនឹងអាចមានការងារទទួលបានការងារច្រើនណាស់ពីព្រោះតាមស្ថានីយ៍គេច្រើនតែមានសម្ភារៈផលគេអញ្ចឹងបាទហ្នឹងហើយដោយសាររាល់ថ្ងៃក៏អញ្ចឹងដែរ
តាមស្ថានីយ៍ដែលគេហ្វិចហ្មងគឺមានរបស់គេហើយ បាទ ក៏ប៉ុន្តែដោយឡែកនៅមានកម្មវិធីក្រៅដូចគាត់ម្ចាស់កម្មវិធីហ្នឹងគាត់ទទួលបាន បាទ គាត់អត់បោះឲ្យទៅទូទេ អូ បាទគាត់នឹងរកដៃគូសហការមួយគាត់ បាទ ដូចជាជួសៃវៀនយើង បាទ ឲ្យយើងរៀបចំឌីក័រពេញមួយសៃវៀនហ្នឹង បាទ អញ្ចឹងបានខ្ញុំមានឱកាសបានជាមួយនឹងអ្នកខាងក្រៅកម្មវិធីខាងក្រៅ បាទតែលោកគ្រូចាប់ដើមដំបងមានផលលំបាកអីទេដោយសារតែការរៀបចំសង្វៀនយើងមើលទៅមួយភ្នែកហ្នឹងថាស្អាតប៉ុន្តែអាការរៀបចំអាជិបជប់ហ្នឹងវាស្មុគស្មាញខ្លាំងមែនទែន បើនិយាយឲ្យចំទៅការងារហ្នឹងខ្ញុំគិតថាវាស្រួលជាងការងារខ្ញុំចាស់ អូ បាទ បាទ ខ្ញុំមើលទៅហើយខ្ញុំសម័យខ្លួនឯងណា បាទ ថាការងារនេះលឿនហើយយើងយកថវិកាបានលឿនទៀតយើងអត់ដូចយើងធ្វើផ្ទះឲ្យគេយើងនៅធានាឲ្យគេលិចទឹកអត់អីអរេនេះតែវាយហើយគឺហើយហើយគេវាយហើយគេទទួលហើយបានហើយ បាទអញ្ចឹងលោកគ្រូយល់អំពីអាសាច់កណាត់ពីវាអីត្រឹមត្រូវល្អណាស់លោកគ្រូ បាទយល់កណាត់ណាដែលវាល្អិលកណាត់ណាដែលវាមិនល្អិលអី តែដំបងអត់មានដែរជួបបញ្ហាអីទេ បញ្ហាដែរដែលយើងមុនដំបងបងអស់ដែលយើងរកកលឹះវាអត់តាន់ឃើញវាមានថ្នាំដែរ ថ្នាំ អាច ថ្នាំនឹងបាញ់លើពី ហ្នឹងហើយវាអាចទៅជន់ទៅវាល្អិល បាទ ហើយកសាច់កណាត់ហ្នឹងជួនកាលយើងកណាត់មើលទៅវាអាចថាវាអត់ជក់ទឹកអីចឹងណា បាទលោកគ្រូបើលោកគ្រូអាចរៀបចំសង្វៀនការប្រកួតចឹងបានហើយចុះមិនបានជាខ្ញុំអត់ទាន់ដឹងដែរលោកគ្រូបច្ចុប្បន្នលោកគ្រូអាចផលិតកង់បាននៅ កង់ខ្ញុំអត់ទាន់បានទេក៏ប៉ុន្តែបើបោះពុំនៅលើកង់ហ្នឹងគឺខ្ញុំបោះពុំខ្លួនឯងបាន អូមិនបានលោកគ្រូរៀបចំពីអីក្រមបានអស់ប៉ុន្តែកង់มันអាចផលិតខ្លួនឯងបាន ដោយសារវាមានពុំច្រើន ពុំដៃយើងលេខ ដៃ 6 ពុំ 7 វាអ 8 ត់ លោកគ្រូ វាអត់លឿនហ្នឹងឯងវាមាន2 3តង់ដេម៉ាស៊ីនត្រូវមានម៉ាស៊ីនគ្រប់ឧបករណ៍វាទាំងអស់អញ្ចឹងយើងអត់ទាន់យកបានទេដោយឡែកយើងបើគិតថាចំណាយវាចំណាយច្រើនពេក បាទ បាទ អញ្ចឹងមានន័យថាលោកគ្រូទិញមកពីស្រុកក្រៅ បាទ ឲ្យគេផលិតបែបសាច់កណាត់រលោង បាទ ហើយមកបាញ់ដាក់ឈ្មោះគុណខ្មែរខ្លួនឯងទៅ បាទ តែលោកគ្រូយើងពេលដែលលោកគ្រូកំងមកពីស្រុកគេហ្នឹងគុណភាពមិនដែរ វា50អាចប្រើបាន អាចប្រើបាន បាទ ចុះអាស៊ីបកាន់ដូចមួយរយៈខ្ញុំឃើញមានលោកគ្រូឡុងវិបុលលោកគ្រូសួងបញ្ញាផលិតហ្នឹងលោកគ្រូផលិតដែរនៅ បាទហ្នឹងខ្ញុំធ្វើបានហើយ អូលោកគ្រូធ្វើតាំងពេលណាមកដែរ ខ្ញុំទៅចាប់ផ្ដើមធ្វើដែរទេដោយសារតម្រូវការគេចង់បានរបស់នៅក្នុងស្រុកទៅខ្ញុំក៏ធ្វើឲ្យបានអាហ្នឹងដោយសារខ្ញុំយល់ពីអាហ្នឹងរួចទៅហើយ ផលិតអាស៊ីបហ្នឹងបានប៉ុន្តែផលិតកង់បែរជាពិបាក បាទ លោកគ្រូអាច compare ពីនឹងថាពិបាកខុសគ្នារបៀបម៉េច ខុសគ្នាច្រើនត្រង់ឧបករណ៍វាដេច្រើន បាទ ដោយសារយើងបើស៊ីបយើងវាត្រង់ឯសាច់ត្រង់ឯយើងចោះហើយយើងចងរឹតវាទៅយើងមានផ្នែកប៉ុងផ្នែកអីទៅវាអត់អីទេតែអានោះវាមានដេជីបដៃដេម៉ាស៊ីនត្រូវម៉ាស៊ីននេះតរហូតអញ្ចឹងវាទៅជា 4-5 មុខអញ្ចឹងបើយើងតម្រូវការថាយើងទិញម៉ាស៊ីនមក3-4 ម៉ឺនតើយើងអាច ទទួលបានដូចខ្លួនម៉ាស៊ីនវិញ មកអត់ បាទ តើគេនេះអត់ព្រួយខ្ញុំគិតថាខ្ញុំអត់បន្ទោសទេខ្ញុំខ្លាចតែគេគិតថារបស់យើងអត់គុណភាពហើយតម្រាំយើងរកទីផ្សារបានយើងកប់ដើមច្រើន តែទីបំផុតលោកគ្រូការបារម្ភរបស់លោកគ្រូខ្លាចជាការពិតទេតកតងទៅនឹងអាស៊ីបដែលលោកគ្រូផលិតនេះមានការគ្រប់គ្រងច្រើនអត់ ខ្ញុំអត់ទាន់ហ៊ានថាដែរដោយសារគាត់មើលមករបស់យើងគាត់ថាប្រើបានតែដឹងជាគាត់អាចថាអ្នកផ្សេងទៀតគាត់ព្រមទទួលយកអារបស់នឹងទៅប្រើអត់ចឹង បាទ ហើយដោយសារគាត់តែងតែកញ្ចង់មាន logo មានអីទៀតចឹងណា បាទ បាទ លោកគ្រូអាស៊ីបមួយគូហ្នឹងពេលដែលលោកគ្រូបោះចេញហ្នឹងមួយស៊ីបហ្នឹងជាង100ដូចគ្នាឬក៏មិន អាហ្នឹងបើយើង តាមឬក៏តាមតម្លៃនៃការកំង តាមតម្លៃនៃការកំង បាទ កុំឲ្យថាបើដោយសារអីបងប្អូនយើងច្រើនដែលគ្រូគាត់ក៏ផលិតដែរ បាទ បើតាក់ទងខ្ញុំប្រើឆាតទៅចង់បានតម្លៃប៉ុន្មានខ្ញុំធ្វើប៉ុណ្ណឹងឲ្យ បាទលោកគ្រូមានច្រើន option ឲ្យទៅបាទមួយរយៈនេះខ្ញុំឃើញលោកគ្រូសួងបញ្ញាគាត់ចាប់ផ្ដើមដេអាស៊ីបហ្នឹងប៉ុន្តែឮគាត់ល្អដែរថានៅពេលដែលទីផ្សាររបស់គាត់បោះឲ្យលោកគ្រូគី
បានតែមួយហ្នឹងកែមិនស្កាត់អញ្ចឹងដល់ពេលអញ្ចឹងគាត់ខំទិញម៉ាស៊ីនទិញអំបោះទិញស្បៃមកដូចចង់បាក់ដែរលោកគ្រូ បាទ ដោយសារតែគិតថាគុណភាពនៅក្នុងស្រុកយើងវាអន់ឬក៏បងប្អូនខ្មែរយើងពិសេសគឺក្លឹបគ្រូមួយចំនួនគាត់ថាមិនសូវជាហ៊ានទុកចិត្តផលិតផលនៅក្នុងស្រុកលោកគ្រូតាមការយល់ឃើញរបស់លោកគ្រូ បើតាមយល់ឃើញរបស់ខ្ញុំដូចគាត់និយាយអញ្ចឹងថាប្រហែលជាតាមក្លឹបអាចអត់ទុកចិត្តពីស្នាដៃរបស់យើងអញ្ចឹងណា បាទ ហើយតម្លៃហ្នឹងក៏វារៀងលើដែរយកទៅឧទាហរណ៍ថាបើខូចខាតអីខ្លាចអត់មានការធានាអីអញ្ចឹងណា បាទ បើសម្រាប់ខ្ញុំអត់អីទេបើសម្រាប់ខ្ញុំ អត់អីមូលហេតុអីលោក ខ្ញុំធានាឲ្យ អូលោកគ្រូ ឧទាហរណ៍ថាបើវាមានខូចនៅក្នុង ឡុងការធានា ណាខ្ញុំនឹងដេសងជូនវិញអញ្ចឹងបាទ ក៏ប៉ុន្តែលោកគ្រូឃើញទីផ្សារកំងចាប់ផ្ដើមបុកមកលោកគ្រូច្រើននៅ បើនិយាយចំទៅប្រហែលជាបានតែ 2-3 ក្លឹបទេតោះ 2-3 ក្លឹបទេខ្ញុំគិតថាដោយសារតែអានឹងថ្លៃពេកលោកគ្រូពីព្រោះលោកគ្រូដឹងហើយថាក្លឹបបដាស្រុកខ្មែរយើងក្លឹបដែលអ្នកមានលុយប្រហែលដូចជាមិនសូវសម្បូរប្រហែលទេគាត់តែរកសប្បុរសជនជួយ បើយើងនិយាយឲ្យវាពិតប្រាកដទៅយើងយកមកពីគេឧទាហរណ៍ថាតម្លៃក៏ប៉ុណ្្នឹងដែរ ខ្ញុំឃើញនៅលក់ស្រុកក្រៅលោកគ្រូជាង 100 បាទជាង 100 យកមើលទៅក៏ជាងសើចទៅ 135 បាទ ជាង 160 ជាងវាតាមតូចតាមអីដែរ បាទ វាមានຂະຫນាតសាញវាក៏ប៉ុន្តែបើយើងគិតថាយើងជួយគ្នាណា បាទ យើងកំងរបស់យើងទៅយើងបាននៅចិត្តផង បាទ បាទ ហើយបានធានា បាទមានការអីទៅយើងដោះដូរអីឬមួយលេងប្រើបានពី3ខែបើថាវាលបើកវាលបាញ់យកមកជួសជុលទៅ មែនតែលោកគ្រូ បាទ លោកគ្រូជំនាញស្រាប់ទេស្រាប់ដល់ពេលលហៃទីទួចយកមកជួសជុលបាន ជួសជុលមក បើក្នុងស្រុកតែទិញឲ្យលុយគេឲ្យចប់ហើយ ចាប់ហើយតែយើងកំងគេមកហើយហើយ បាទមានតែរកកន្លែងដេពូកដេកែបអីឲ្យជួយ បើសម្រាប់ខាងខ្ញុំឲ្យគាត់យកទៅប្រើទៀតដូចថ្ងៃមុនហ្នឹងទៅឲ្យលោកគ្រូសនីលីតហ្នឹង បាទ គាត់ថាអានេះស្ទើបងយកមកកែឲ្យគាត់ បាទ ត្រូវនឹងដៃគាត់ដាក់ឲ្យត្រូវគល់ឲ្យគាត់ប្រើ បាទបាទ បាទ ក្រៅពីឧបករណ៍វាយស៊ីបហ្នឹងលោកគ្រូមានដេអីទៀតអត់ ឥឡូវហ្នឹងខ្ញុំកំពុងធ្វើរៀបចំធ្វើអាស្មងជើង ស្មងជើងបាទអូស្មងជើង អាពាក់ ពាក់ការពារស្មងជើងបាទវគ្គសិក្សាមក អត់ស្មុគស្មាញអាហ្នឹង បោះតែខ្មងទៅហើយ តែខ្មងហើយអីហើយអញ្ចឹងយើងនេះទៅ លោកគ្រូដឹងទេថាវិស័យហ្នឹងក្រៅពីលោកគ្រូមានអ្នកណាផ្សេងធ្វើទៀតអត់ឬក៏ជារបស់កម្រមែន ដូចគេមិនដែលទៅចាប់អារម្មណ៍នឹកឃើញអីអារឿងហ្នឹងផងបាទ អញ្ចឹងខ្ញុំគិតថាលោកគ្រូចាប់អារម្មណ៍រឿងនេះប្រហែលជាលោកគ្រូគិតថាគឺជាការរកទីផ្សារមួយដ៏ត្រឹមត្រូវទេឬក៏គិតលោកគ្រូថាមិនច្បាស់លាស់ទេដោយសារក្លឹបបដានៅខ្មែរពីច្រើនអត់សូវមានលុយ បើនេះទៅវាពិបាកយើងពិបាកគណនាដែរយើងថាយើងធ្វើច្រើនទៅខ្លាចលោកគេអត់កំងមកយើងគេកំងទៅអានោះរោងចក្រអីគេធូរថ្លៃទៅ បាទ ដើម្បីនេះទៅយើងក៏សល់ដែរ បាទគេហៅអត់ទុកចិត្តគ្នាឯង អត់សល់ទៅវាអត់តាន់ទុកចិត្តថាតើយកលក់ចាញ់អត់ បាទលោកគ្រូសួរតាមត្រង់ពេលដែលក្លឹបផ្សេងៗដឹងលោកគ្រូដេមានក្លឹបណាឆានមកសុំបងរំលោះអត់ ការធ្វើរិញមាន ការធ្វើរិញមានរំលោះ ការធ្វើស្អីវាមាន អូ មើលលោកគ្រូជួយរិញមួយប្រមាណខ្ញុំប្រាប់ថា 4000 ជាងអីលោកគ្រូបង 2000 នេះសិនបាននេះ លោកគ្រូនិយាយចំលោកគ្រូរិញហ្នឹងមានអីខ្លះតម្លៃប៉ុណ្ណឹងពេលខ្លះលោកគ្រូរិញ 4000 ហ្នឹងគាត់ថាគាត់ថាជាពីសជាខ្សែជាកណាត់អីមែនទេណា និយាយចំទៅមកប្រកួតបានហ្មងមកឡើងលើស្អីដាក់មកភ្លឹងលើនេះហ្មង បាទ នៅក្លឹបហ្នឹងវាយបានអីបានដូចនៅអូឡ িম্প សាយអញ្ចឹងណា បាទគាត់ឡងលោកគ្រូអាចចាំបានទេចាប់តាំងពីលោកគ្រូចាប់ដើមធ្វើសង្វៀនហ្នឹងមកសរុបលោកគ្រូអាចធ្វើបានប្រហែលសង្វៀនហើយ ប្រហែលជា7 ដណ្ដប់ 6 ដណ្ដប់ 7 ដណ្ដប់សេវៀន 6 ដណ្ដប់ទៅ 7 ដណ្ដប់សង្វៀន បាទ អានេះសម្រាប់តែអៅដរទេអត់មានគិតនៅក្នុងស្ថានីយ៍ទេស្ថានីយ៍គេមានបោះគេហើយ នៅក្នុងស្ថានីយ៍មានរបស់គេហើយ បាទអញ្ចឹងមានន័យថា16 17សង្វៀនហ្នឹងគឺជាការរៀបចំដោយលោកគ្រូសុទ្ធតែម្ដង បាទមើលលោកគ្រូសុំឈ្មោះមួយសង្វៀនមានឈ្មោះសង្វៀនខ្លះតាមចាំ បើក្លឹបមានចង់ 5 6 ក្លឹបតែបើសៃវៀននៅខ្ញុំឃើញលោកគ្រូដូចជាមានអីណាមានគ្រុតមានវឌ្ឍនៈមានកម្ពុជាទៀតលោកគ្រូ បាទនៅអង្គញាស្រីអ៊ីនថន KKF បាទ KKFF 3
អូលោកគ្រូសង្វៀនដែលនៅជ្រោយបានហ្នឹង បាទ អូផលលោកគ្រូរៀបដែរ បាទអាហ្នឹង តោះលោកគ្រូឲ្យស្អាតមែនតើលោកគ្រូខ្មៅឲ្យលីពណ៌ស្អាត បាទ ជាការ design មកគាត់ឲ្យលោកគ្រូគាត់មើលហើយយកមកបាញ់ឲ្យដូចហ្មង បាញ់ធ្វើបាទអាហ្នឹងទឹកដៃខ្លួនឯងសុទ្ធហ្មង ស្អាតមែនលោកគ្រូឲ្យគាត់ចេះវាយភ្លើងវាស្អាតមែនតើ 8មានអា8ជ្រុងដែលគាត់ធ្វើនៅជីបម៉ុងមួយទៀត សង្វៀន8ជ្រុងមួយទៀតលោកគ្រូធ្វើសង្វៀន8ជ្រុងមួយទៀត បាទ អូ ការវាយនៅជីបម៉ុងដែលកម្មវិធី Cambodia ហ្នឹង បាទ ខ្ញុំគាត់បានធ្វើគាត់ អញ្ចឹងមានន័យថាលោកគ្រូធ្លាប់ធ្វើអា4ជ្រុង អា8ជ្រុងបាទ តែ2នឹងម៉ូតនឹងទេ 6ជ្រុងមួយទៀត មានអា6ជ្រុងមួយទៀត មួយហនុមាន អូហ ហនុមានវាយនៅកោះពេជ្រ កោះពេជ្រមកប្រ កោះ កួត បាយ័ន បាទអូ ហើយមកធ្វើនៅក្នុង indoor បានសប្តាហ៍ហ្នឹងគឺរបស់ខ្ញុំដែរហ្នឹង អូយលោកគ្រូប្រកែមែន បាទ ចំនួនដែលម៉ៃទៅវាយដាក់ត្រង់ដបងគេណូអូយលោកគ្រូមិនងាយទេតម្រាំទៅរៀប បាទមករកឃើញ បាទតម្រាំដល់ឃើញ មានស្គាល់នៅ CTN ហ្នឹងដូចជាឈ្មោះអីសៃហាដែរអ្នករៀបចំសៃវៀនដែរ រៀបចំសំវៀននៅខាងឆាកខ្ញុំអត់សូវស្គាល់ទេបាទអ្នក ជួបគាត់ដែរ បាទអ្នកខាងឆាកខ្ញុំមិនសូវស្គាល់ឈ្មោះតែស្គាល់មុខ បាទ ពួកគាត់អូតម្រាំតែរៀបចេញជ្រុងលោកគ្រូឲ្យគុំជាប់គុំឡើងតែលោកគ្រូរៀបហ្នឹងត្រូវហ្មង បាទ លោកគ្រូប្រកែ បើ កែកណិតហ្នឹងណា បើនិយាយចំទៅឲ្យតាຂະຫນាតខ្ញុំ បាទ គ្រាន់តែថាຂະຫນាតហ្នឹងចង់បានប្រមាណឧទាហរណ៍តែ7ម៉ែត្រឲ្យនៅសល់សាច់ប្រមាណខ្ញុំគ្រាន់ដាក់ទៅខ្ញុំរៀបចំមកចេញមកស្អាត បាទលោកគ្រូចាស់លោកគ្រូមិនដែរទៅខ្ញុំនិយាយតាមត្រង់ទៅរៀបចំសង្វៀននៅក្រៅស្រុកទៀតអត់ បានទៅទេប៉ុន្តែបានអីវ៉ាន់ទៅ អូ អីវ៉ាន់ទៅច្រើនប្រទេស មនុស្សនៅក្នុងស្រុកប៉ុន្តែអីវ៉ាន់ អីវ៉ាន់ទៅ ទៅក្រៅប្រទេស ទៅក្រៅប្រទេសច្រើន អញ្ចឹងកន្លងមកដែរសហព័ន្ធធ្លាប់ធ្វើដូចជាទៅអាមេរិកទៅបារាំងទៅ របស់ខ្ញុំទាំងអស់ សតផលលោកគ្រូ បាទ អូ ខាងសហព័ន្ធគឺរបស់ខ្ញុំទាំងអស់គាត់លោកគាត់ជួយខាងខ្ញុំ បាទអូ សហព័ន្ធធម្មតាគាត់រៀបចំកម្មវិធីអញ្ចឹងគាត់អត់ចោលខ្ញុំទេ បាទតែស្អាតលោកគ្រូ បាទមេគាត់អត់ចោលយើងទេ បាទ ទៅកូរ៉េទៅអាមេរិកទៅបារាំង ទៅបារាំងនេះ ទៅអីហ្នឹងទាំងរបស់ខ្ញុំទាំងអស់ហើយហ្នឹងសុទ្ធ អូ បាទ ស្អាតលោកគ្រូ បាទ មូលហេតុដែលខ្ញុំថាស្អាតទេខ្ញុំនឹងហើយដែលអ្នកទៅកម្មវិធីដូចជាអាមេរិកទៅបារាំងហ្នឹង បាទ នៅពេលដែលឃើញសហព័ន្ធគាត់បកពីកេះមក បាទ អាស្នាមបត់ហ្នឹងអត់មានថ្នាំប្រេះទឹកថ្នាំទេ បាទគ្រាន់តែលាមករឹតជាមួយខ្សែមកស្អាតភ្លឹងតែម្ដងមាញ់ភ្លើងហើយអាកណាត់ដែលយើងរុំលើខ្សែពួរ បាទ ដាក់មកព្រឹបតែល្អតែម្ដងតែលោកគ្រូអាហ្នឹងគេវាស់ វាមានຂະຫນាត គេវាស់ຂະណាត់ហើយណា បើនិយាយចំទៅវាមានຂະຫນាតពួរហ្នឹងវាកម្រលើសហ្នឹងណាបើគ្រាន់តែប្រាប់ខ្ញុំថាពួរហ្នឹងគឺជាខ្សែពួរលីឡុង បាទ អាហ្នឹងខ្ញុំដឹងຂະຫນាតរួចហើយ បាទ បើសិនខ្សែពួរហ្នឹងវាជាប៉ុង បាទ អាហ្នឹងខ្ញុំដឹងຂະຫນាតរួចហើយបាទខ្ញុំមានຂະຫນាតខ្ញុំហើយ បាទ ដល់ថ្នាក់ឥឡូវខេតសបោខេតកម្មវិធីថ្នាលគេវាយតាមវត្តតាមអីកំងច្រើនណា លោកគ្រូទៀត បាទដោយសារបាទ អូ ដោយសារគេដឹងច្រើន លោកគ្រូក្របពេជ្រគុណខ្មែរ បាទ លោកគ្រូដែរវត្តនេតិវត្តអារាម អារាមខ្ញុំ លោកគ្រូដែរ អារាម ដូចធំអស់ហើយណា អារាមនិយាយចំបើខាងគ្រប់កមរួច បាទអត់ទេ ថតយើង មករយៈក្រោយដែលខ្ញុំឃើញ outdoor លោកគ្រូពិសេសគឺដែលមិនមែនជាស្ថានីយ៍រៀប បាទ អ្វីដែលខ្ញុំចាប់អារម្មណ៍គឺពីអត់រអិល បាទ ចំនួនមុនណាឲ្យតែវាយចាក់ទឹកល្មមកីឡាករសឹងតែល្អបំក្រោយចប់ពួកគាត់ចាញ់ដោយសារពីរឿងហ្នឹងកើតឡើងជាហោហែតាំងពីអើយមកម្ដង បាទខ្ញុំមកសិក្សាបានវាជូរដែរ បាទ យើងទី1យើងការផែនថ្នាំនៅរឿងហើយដល់ពេលយើងរកចំណុចមួយយើងយកមកយើងដល់ថ្នាក់គេថាធ្វើម៉េចអាកណាត់ដូចមុនអត់មានយកអាកណាត់ដូរមិនបាច់យកអាថ្មីទៀតទេ ខ្ញុំចាំបានចំនួនវាយនៅស៊ីតណាមាន2 1កីឡាករគ្រាន់បោកដួលគ្នាទៅកលិតជង្គង់កលិតដៃ អាហ្នឹងមកពីកណាត់ឬក៏មកពីម៉ៃថ្នាំលោកគ្រូ កណាត់ដោយសារអីប្រហែលជាគាត់ផែនលើកស៊ូអាព្រីនកស៊ូយើងធម្មតាវាល្អហ្នឹងបាទ កស៊ូធម្មតាលោកគ្រូខ្ញុំតាក់តងនឹងកង់លោកគ្រូដែលលោកគ្រូអត់ទាន់ហ៊ានដាក់ចិត្តបថុយក្នុងការដេរដោយសារតែចំណាយឧបករណ៍ច្រើនពេកខ្ញុំនិយាយទៅមិនវាគិតថាស្រួលដែរដល់ពេលខ្ញុំគិតសម័យទៀតអាកង់ហ្នឹងពេលដែលប្រកួតគ្នាម្ដងគេត្រូវពិនិត្យមើលអាទំហំអាកម្រាស់កណាត់អេប៉ុងស្ដើងក្រាស់ទេឬក៏សហព័ន្ធគេមានអារូបមន្តទំហំគេក្នុងការប្រកួតហ្មង បើប៉ុងសម្រាប់កង់ដូចជាអត់ខុសគ្នាគ្រាន់តែស្បែកវាស្វិត
មួយស្វិតមួយមិនសូវស្វិតធ្នេវាល្អមិនល្អដល់ប៉ុណ្ណឹងឯង បាទ បើកម្រាស់វាអត់លើគ្នាអត់បញ្ហាចោតទេយើងបញ្ហាចោតរាល់ថ្ងៃគឺការរុំដៃវិញឯង ការរុំដៃយើងវិញ រុំដៃយើងវិញឯងជួនកាលទៅកីឡាករខ្លះក៏គាត់រុំក្រាស់ពេកអញ្ចឹងណា បាទ វាជាអាចមានបញ្ហាដែរ បាទទាំងអរគុណលោកគ្រូច្រើនថ្ងៃនេះលោកគ្រូបានចូលរួមនិយាយអំពីវិស័យរៀបឧបករណ៍ប្រកួតដល់ខ្ញុំធ្លាប់តែសម្ភាររឿងការប្រកួតឬក៏ technique តែថ្ងៃនេះខ្ញុំឃើញលោកគ្រូរៀបចំយូរហើយខ្ញុំដឹងគុំថ្ងៃណាមួយអញ្ជើញលោកគ្រូដើម្បីមកបញ្ចេញណែឲ្យបងប្អូនស្គាល់ហ្នឹងណែសង្វៀនប្រកួតនៅក្រៅស្រុកនៅ outdoor វាច្រើនគឺជាស្នាដៃរបស់លោកគ្រូឆាយសុជាតិបាទឬក៏លោកគ្រូឆាយប៊ុនថៃដែលគាត់ជាអ្នករៀបចំប៉ុន្តែកម្រមានអ្នកណាដឹងទូលំទូលាយបាទអញ្ចឹងបានថ្ងៃនេះអញ្ជើញលោកគ្រូមកដើម្បីឲ្យលោកគ្រូជម្រាបអំពីជំនាញនៃការរៀបចំកន្លែងនេះ